បាទជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាចិនប្រចាំថ្ងៃបាទថ្ងៃនេះដែរខ្ញុំមានពាក្យថ្មីចំនួន30ពាក្យដើម្បីចែករំលែកជូនទៅដល់អ្នកទាំងអស់គ្នាផងដែរបាទអញ្ចឹងពាក្យថ្មីទាំង30ពាក្យនេះគឺជាពាក្យដែលគេនិយមប្រើប្រាស់ការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃផងដែរបាទអញ្ចឹងពាក្យថ្មីរបស់យើង30ពាក្យនឹងចាប់5ដូចតទៅបាទអញ្ចឹងលេខរៀងទី1ពាក្យនេះជាភាសាចិនយើងអាចអានបានថាស្សៀងបាទស្សៀងបាទពាក្យថាស្សៀងយើងបកប្រែថាគំនិតបាទចំពោះលេខរៀងទី2ជាភាសាចិនយើងអានថាតាណៅបាទពាក្យថាតាណៅយើងបកប្រែថាខួរក្បាលបាទចូលមកដល់លេខរៀងទី3ចំពោះលេខរៀងទី3នេះផងដែរភាសាចិនយើងអាចអានបានថាចុងលៀងបាទចុងលៀងបាទពាក្យថាចុងលៀងយើងបកប្រែថាទម្ងន់បាទបន្តមកទៀតយើងចូលមកដល់លេខរៀងទី4បាទលេខរៀងទី4ពាក្យនេះជាភាសាចិនយើងអាចអានបានថាយ៉ាលីបាទយ៉ាលីបាទពាក្យថាយ៉ាលីយើងបកប្រែថាសម្ពាធបាទអញ្ចឹងពាក្យថាយ៉ាលីយើងបកប្រែថាសម្ពាធបាទហើយបន្តមកទៀតនោះយើងចូលមកដល់ពាក្យបន្ទាប់ទៀតបាទចំពោះលេខរៀងទី5បាទលេខរៀងទី5ជាភាសាចិនយើងអានថា过度思考បាទ过度思考បាទ过度思考បាទពាក្យហ្នឹងយើងបកប្រែថាគិតច្រើនលើសលប់ពេកបាទចំណែកលេខរៀងទី6បាទលេខរៀងទី6ជាភាសាចិនយើងអាចអានបានថា怀疑自己បាទ怀疑自己បាទ怀疑自己បាទសង្ស័យលើខ្លួនឯងបាទអញ្ចឹងពាក្យថា怀疑自己យើងបកប្រែថាសង្ស័យលើខ្លួនឯងបាទចូលបន្តមកទៀតដល់លេខរៀងទី7បាទលេខរៀងទី7ជាភាសាចិនយើងអានថា害怕失败បាទ害怕失败បាទពាក្យថា害怕失败យើងបកប្រែថាភ័យខ្លាចបរាជ័យបាទបន្តមកទៀតយើងចូលមកដល់លេខរៀងទី8បាទលេខរៀងទី8ជាភាសាចិនយើងអាចអានបានថា过去បាទ过去បាទពាក្យថា过去យើងបកប្រែថាអតីតកាលដែលកន្លងហួសទៅបាទអញ្ចឹងបន្តមកទៀតយើងចូលមកដល់លេខរៀងទី9បាទលេខរៀងទី9ជាភាសាចិនយើងអាចអានបានថា未来បាទ未来បាទ未来បាទពាក្យថា未来យើងបកប្រែថាអនាគត未来អនាគតបាទលេខរៀងទី10យើងអានថាតានស៊ីនបាទតានស៊ីនបាទពាក្យថាតានស៊ីនយើងបកប្រែថាព្រួយបារម្ភបាទតានស៊ីនព្រួយបារម្ភបាទបន្តមកទៀតយើងចូលមកដល់ពាក្យយើងបន្ទាប់ទៀតគឺលេខរៀងទី11បាទលេខរៀងទី11ជាភាសាចិនយើងអានថា消极想法បាទ消极想法យើងបកប្រែថាគំនិតអវិជ្ជមាន消极想法បាទគំនិតអវិជ្ជមានបាទចំណែកលេខរៀងទី12បាទពាក្យហ្នឹងយើងអានថា負担បាទពាក្យថា負担យើងបកប្រែថាបន្ទុកបាទចំណែកលេខរៀងទី13បាទលេខរៀងទី13យើងអានថាភីប៉ៃបាទពាក្យថាភីប៉ៃយើងបកប្រែថានឿយហត់បាទហើយបន្តមកទៀតយើងចូលមកដល់ពាក្យយើងបន្តមកទៀតនោះគឺលេខរៀងទី14បាទលេខរៀងទី14បាទជាភាសាចិនយើងអានថា没有力量បាទ
没有力量吧别他没有力量用บอกปลายថាអស់កម្លាំងបាទឬក៏គ្មានកម្លាំងបាទលេខរៀងទី15បាទលេខរៀងទី15យើងអានថា能量能量បាទពាក្យថា能量យើងบอกปลายថាធម្មពលបាទ能量បាទធម្មពលបាទលេខរៀងទី16យើងអានថា自信បាទ自信បាទ自信បាទពាក្យថា自信យើងบอกប្រែថាជំនឿលើខ្លួនឯងបាទហើយបន្តមកទៀតយើងចូលមកដល់លេខរៀងទី17បាទលេខរៀងទី17ជាភាសាចិនយើងអាចអានបានថា心理បាទ心理បាទពាក្យថា心理យើងบอกប្រែថាផ្លូវចិត្តបាទហើយបន្តមកទៀតយើងចូលមកដល់លេខរៀងទី18បាទចំណែកលេខរៀងទី18ជាភាសាចិនយើងអាចអានបានថា健康បាទ健康បាទ健康បាទពាក្យថា健康យើងបកប្រែថាសុខភាពបាទចំណែកលេខរៀងទី19បាទលេខរៀងទី19យើងអានថា生活បាទ生活យើងបកប្រែថាជីវិតបាទ生活ជីវិតបាទចំណែកលេខរៀងទី20យើងអានថា放下បាទ放下បាទយើងបកប្រែថាដាក់ចុះបាទ放下ដាក់ចុះបាទចំណែកលេខរៀងទី21បាទលេខរៀងទី21យើងអានថា控制បាទ控制បាទពាក្យថា控制យើងបកប្រែថាគ្រប់គ្រងបាទអញ្ចឹងបន្តមកទៀតយើងចូលមកដល់លេខរៀងទី22បាទចំណែកលេខរៀងទី22ជាភាសាចិនយើងអានថា改变បាទ改变改变បាទពាក្យថា改变យើងបកប្រែថាផ្លាស់ប្ដូរបាទចូលបន្តមកទៀតយើងមកដល់លេខរៀងទី23បាទលេខរៀងទី23ជាភាសាចិនយើងអានថា积极想法បាទ积极想法គំនិតវិជ្ជមានបាទហើយបន្តមកទៀតយើងចូលមកដល់លេខរៀងទី24បាទចំណែកលេខរៀងទី24យើងពាក្យហ្នឹងយើងអានបានថា休息បាទ休息យើងមកប្រែថាសម្រាកបាទ休息សម្រាកបាទលេខរៀងទី25យើងអានថា轻松轻松បាទពាក្យថា轻松យើងមកប្រែថាស្រាលចិត្តបាទលេខរៀងទី26យើងអាចអានបានថា前进បាទ前进បាទពាក្យថា前进មានន័យថាយើងដើរទៅមុខបាទបន្តមកទៀតយើងចូលមកដល់លេខរៀងទី27បាទលេខរៀងទី27ជាភាសាចិនយើងអាចអានបានថាឆឹងចាងបាទឆឹងចាងបាទពាក្យថាឆឹងចាងយើងបកប្រែថាការរីកចម្រើនបាទឆឹងចាងបាទឆឹងចាងការរីកចម្រើនបាទចំណែកលេខរៀងទី28ពាក្យហ្នឹងយើងអានថាសិននៀនបាទសិននៀនបាទពាក្យថាសិននៀនយើងបកប្រែថាជំនឿបាទលេខរៀងទី29យើងអានថានៃស៊ីននៃស៊ីនបកប្រែថាខាងក្នុងចិត្តបាទបន្តមកទៀតយើងមកដល់លេខរៀងចុងក្រោយគឺលេខរៀងទី30បាទជាភាសាចិនយើងអានថា平静បាទ平静បាទពាក្យថា平静បាទអញ្ចឹងពាក្យថា平静បាទ平静បាទពាក្យថា平静យើងបកប្រែមកវិញថាស្ងប់ស្ងាត់បាទអញ្ចឹងដែរថ្ងៃនេះមេរៀនថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាសូមជួយចុច Subscribe Channel YouTube ដើម្បីទទួលបានវីដេអូបង្រៀនអានជាភាសាចិនបន្តទៀតពី Channel ខ្ញុំបាទផងដែរបាទចឹងរាល់កំហុសខុសឆ្គងការអានសូមមេត្តាអធ្យាស្រ័យនិងខន្តីអភ័យទោសផងដែរបាទរាល់កំហុសខុសឆ្គងក្នុងការអានឬក៏បញ្ចេញសំឡេងណាមួយនៅក្នុងវីដេអូនេះបាទសូមជួយកែសម្រួលបាទចឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើនបាទសូមជម្រាបលាផងដែរបាទសូមអរគុណបាទ